សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលនិយាយអំពីបើអ្នកអស់កម្លាំងចិត្តរៀនស្ដាប់វីដេអូនេះឲ្យចប់តើអ្នកធ្លាប់អត់អង្គុយក្នុងថ្នាក់រៀនតែមិនដឹងថាអារម្មណ៍ហោះទៅដល់ណាទេសម្លឹងមើលសៀវភៅតែភ្នែកស្រវាំងក្នុងខួរក្បាលគិតតែមួយសំណួរថាតើខ្ញុំកំពុងធ្វើអីរៀនហត់សឹងអីចុងក្រោយបានអីមកវិញខ្ញុំដឹងថាអ្នកខ្លះកំពុងចង់បោះបង់ចង់ឈប់ព្រោះមានអារម្មណ៍ថាខ្លួនឯងដើរមិនទាន់គេឬក៏មិនដឹងថាខ្លួនឯងប្រឹងដើម្បីអ្នកណាខ្ញុំចង់ប្រាប់ថាអារម្មណ៍បាត់បង់ម្ចាស់ការលើការរៀនវាមិនមែនជាកំហុសរបស់អ្នកទេតែវាជាសញ្ញាអាសន្នបើអ្នកបណ្ដោយឲ្យភាពខ្ជិលគ្រប់គ្រងជីវិតអ្នកនៅថ្ងៃនេះថ្ងៃក្រោយអ្នកនឹងហត់នឿយដោយការប្រើកម្លាំងបាយជំនួសឲ្យការប្រើខួរក្បាលពិភពលោកខាងក្រៅវាមិនទន់ភ្លន់ជាមួយអ្នកដែលគ្មានច្បាប់ទម្លាប់លើខ្លួនឯងឡើយចាំទុកបើថ្ងៃនេះអ្នកខ្ជិលកាន់ប៊ិចថ្ងៃក្រោយអ្នកនឹងបង្ខំចិត្តកាន់របស់ដែលធ្ងន់ជាងប៊ិចរាប់រយដងដើម្បីតែរស់ចុះបើឥឡូវវាលេងចង់ទៅហើយគួរធ្វើម៉េចឈប់អារម្មណ៍ចាប់ផ្ដើមពីចំណុច3តូចៗដូចខាងក្រោម1កុំមើលភ្នំទាំងមូលកុំតាន់គិតដល់រឿងប្រឡងជាប់ឬរៀនចូលសាកលវិទ្យាល័យគិតត្រឹមថាថ្ងៃនេះខ្ញុំសូមយកតែមួយចំណុចឬអានសៀវភៅឲ្យបាន5នាទីបានហើយឈ្នះរឿងតូចៗសិនទើបមានកម្លាំងចិត្តធ្វើរឿងធំ2រកហេតុផលឲ្យឃើញសួរខ្លួនឯងថាបើមិនរៀនតើមានផ្លូវណាល្អជាងនឹងសម្រាប់អ្នកបើអត់ទេត្រឡប់មកកាន់ប៊ិចវិញមក3ឈប់ប្រៀបធៀបគេពូកែរឿងគេយើងដើរតាមល្បឿនរបស់យើងដើរយឺតមិនអីទេតែហាមឈប់ដើរសាលារៀនគឺជាកន្លែងសន្សំទុនសម្រាប់ជីវិតហត់សម្រាប់បានតែហាមបោះបង់បិទភ្នែករំលឹកការដែលអ្នកចង់រៀនដំបូងរំលឹកដល់ស្នាមញញឹមរបស់អ្នកផ្ទះដែលកំពុងរងចាំមើលភាពជោគជ័យរបស់អ្នកងើបឈរឡើងវិញព្រោះអនាគតរបស់អ្នកមិនមែននៅលើមាត់អ្នកដទៃទេគឺនៅលើដៃដែលកំពុងកាន់ប៊ិចរបស់អ្នកនឹងឯងតស៊ូឡើងបងប្អូនទាំងអស់គ្នាចែករំលែកវីដេអូនេះទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាដែលមានអារម្មណ៍ថាចង់បោះបង់ការសិក្សាមកស្ដាប់វីដេអូនេះឲ្យចប់សិនមុននឹងសម្រេចចិត្តតើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះវីដេអូនេះខមមិនបញ្ចេញមតិខាងក្រោម